ថ្ងៃទី8ថ្ងៃនេះត្រូវជាថ្ងៃបោសុកសិលយើងខ្ញុំបានដាក់បាយដាក់នំប៉័ងដាក់សណ្តែកដីឲ្យសត្វនៅក្រៅផ្ទះខ្ញុំមានជាច្រើនដែលខ្ញុំធ្វើទានចំពោះសត្វនេះបានជារៀងរាល់ថ្ងៃពួកគេច្រើនណាស់មកញ៉ាំហើយខ្ញុំក៏សូមជូនពរដល់សពសត្វទាំងឡាយដែលបានមកញ៉ាំម្ហូបនេះហើយសូមឲ្យមានសុខភាពល្អកុំឲ្យមានរោគហើយកុំឲ្យកូនឆ្លោះគ្នាឲ្យកូននាំគ្នាញ៉ាំតាមសម្រួលអូខ្ញុំឃើញសត្វមួយទៀតធំណាស់សត្វនេះគឺក្រោមនៅក្រោមខ្ជិតផ្ទះខ្ញុំសត្វនេះមិនដឹងជាក្រោមខកក៏មិនដឹងទេធំណាស់ប្រប៉ិនឆ្មាធំគឺចេញមកញ៉ាំអីបានដែរហ្នឹងមិនដឹងថាញ៉ាំស្អីទេមើលទៅជាស្មៅឬក៏យ៉ាងម៉េចទេច្រើនណាស់បងប្អូនអើយខ្ញុំសប្បាយចិត្តនឹងបានធ្វើទានចំពោះសត្វជារៀងរាល់ថ្ងៃទោះបីខ្ញុំបានធ្វើអ្វីក៏បានដាក់ទានចំពោះសត្វជារៀងរាល់ថ្ងៃមួយថ្ងៃខ្ញុំដាក់2ដងបាយប្រហែលជាដាំប្រហែលជា3កំប៉ុងទៅ4កំប៉ុងក្នុងមួយថ្ងៃហើយមាននំប៉័ងសណ្តែកដីទៀតដើម្បីឲ្យពួកគ្នាញ៉ាំបានសប្បាយផងបានឆ្ងាញ់ផងមានទឹកទៀតដាក់ឲ្យអូនៅផ្អើលតាណាចេះច្រើនណាស់ហើយខ្ញុំក៏សូមបិទបញ្ចប់ទៅពេលនេះតែប៉ុណ្ណឹង